រឿងវិសមការរន្ធត់សាច់រឿងនេះផងដែរគឺជាសាច់រឿងរបស់បងប្រុសវត្ថាដែលបានកើតឡើងនៅក្នុងចុងឆ្នាំ2012នៅពេលដែលប្រឡងបាក់ឌុបចប់បងវត្ថារួមទាំងមិត្តភ័ក្តិរបស់គាត់មានគ្នាជាង30នាក់គាត់បានរៀបចំផែនការដើម្បីទៅលេងខេត្តរតនគិរីនៅពេលនោះគាត់ធ្វើដំណើរពីខេត្តព្រៃវែងឆ្ពោះទៅខេត្តរតនគិរីធ្វើដំណើរដោយរថយន្តចំនួន2គ្រឿងពួកគាត់បានធ្វើដំណើរទៅដល់ខេត្តត្បូងឃ្មុំនៅត្រង់ចំណុចចំការកៅស៊ូដែលនៅជិតភូមិរបស់អ្នកស្រុកនោះពួកគាត់បានឈប់សម្រាកហូបអាហារនៅទីនោះបន្ទាប់ពីហូបអាហាររួចមុននឹងពួកគាត់បានធ្វើដំណើរពួកគាត់បាននាំគ្នាទៅបត់ដៃបត់ជើងនៅក្នុងចំការកៅស៊ូដែលនៅជិតផ្ទះអ្នកស្រុកនោះមិត្តភ័ក្តិបងសីហាម្នាក់ឈ្មោះថាសុគ្រោះគាត់បានទៅបត់ជើងនៅក្រៅចំការកៅស៊ូដែលនៅជិតផ្ទះអ្នកភូមិនោះគាត់បានទៅបត់ជើងតូចកន្លែងខ្ទមអ្នកតារបស់គេដែលជាកន្លែងដែលអ្នកស្រុកគោរពសក្ការៈបូជានោះដំបូងគាត់មិនបានចាប់អារម្មណ៍ថាជាខ្ទមអ្នកតានោះទេដោយសារការបត់ជើងតូចរបស់គាត់នោះនៅលើដំបូកដែលនៅក្រោយខ្ទមអ្នកតានោះនៅពេលដែលគាត់បត់ជើងតូចរួចគាត់បានដើរតាមសរសៀររបងចំការកៅស៊ូនោះត្រឡប់មកវិញគាត់ក៏បានឃើញកន្លែងដែលគាត់បត់ជើងតូចនោះគឺជាខ្ទមអ្នកតាសោះនៅពេលដែលគាត់ដើរបានប្រហែលជា10ម៉ែត្រគាត់បានឮសំឡេងមនុស្សវ័យចំណាស់ម្នាក់ស្រែកគំហោកឮកងរំពងស្ទើរតែរំជួយព្រៃចំការកៅស៊ូទៅហើយនៅពេលនោះគាត់បានចាប់អារម្មណ៍ថាគេប្រហែលជាប្រកាន់មកលើគាត់ហើយដោយសារតែឡានជិតចេញទៅហើយបងសុគ្រោះមិនបានសុំខមាទោសអីច្រើននោះទេគ្រាន់តែលើកដៃទៅលើតែបន្តិចបន្ទាប់មកគាត់ក៏រត់សម្ដៅទៅឡាននៅពេលដែលគាត់កំពុងតែរត់នោះគាត់ហាក់បីដូចជាមានអារម្មណ៍ថាមានគេរត់តាមពីក្រោយគាត់អញ្ចឹងលុះគាត់រត់ជិតផុតចំការកៅស៊ូស្រាប់តែគាត់តាក់ជើងនឹងវល់ដួលដូចគេចាប់បោកអញ្ចឹងនៅពេលនោះបងវត្ថាក៏ឃើញក៏រត់មកជួយលើកបងសុគ្រោះហើយគ្រាគាត់ឡើងទៅលើឡានបន្ទាប់មកទៀតឡានក៏ចាប់ផ្ដើមចេញដំណើរពីចំការកៅស៊ូនោះទៅនៅតាមផ្លូវដែលចេញពីចំការកៅស៊ូនោះទៅឡានរបស់គាត់គឺមានបញ្ហារហូតពេលដែលធ្វើដំណើរបានជាងកន្លះម៉ោងបងទៅកង់ឡានគាត់បានឃើញមនុស្សស្រីម្នាក់ជិះម៉ូតូកាត់មុខឡានដែលធ្វើឲ្យគាត់បង្ខំចិត្តជន់ហ្វ្រាំងយ៉ាងលឿនប៉ុន្តែជន់មិនជាប់នោះទេនៅពេលនោះគាត់បានបុកស្ត្រីម្នាក់ដែលជិះម៉ូតូនោះអ្នកគ្រប់គ្នាដែលជិះនៅក្នុងឡានកើតចិត្តឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាបងទៅកង់ឡានគាត់ជន់ហ្វ្រាំងអីខ្លាំងយ៉ាងនេះបន្ទាប់មកទៀតបងទៅកង់ឡានក៏សម្រេចចិត្តថាចុះទៅលើឡានដើម្បីទៅមើលជនរងគ្រោះនៅពេលដែលគាត់ចុះទៅគឺមិនបានឃើញនរណាម្នាក់រងគ្រោះដោយសារគាត់បុកនោះទេចំណែកឯអ្នកនៅលើឡានគ្មាននរណាចាប់អារម្មណ៍ម្នាក់តទៅសោះថាបងទៅកង់ឡានគាត់មានបញ្ហាអ្វីនោះមានតែបងសុគ្រោះម្នាក់គត់ដែលគាត់មានអារម្មណ៍ថាគេតាមធ្វើបាបពួកគាត់នោះនៅពេលនោះបងទៅកង់ឡានក៏សម្រេចចិត្តថាធ្វើដំណើរបន្តទៅទៀតនៅពេលដែលធ្វើដំណើរជិតដល់ខេត្តរតនគិរីឡានដែលពួកគាត់កំពុងតែជិះនោះស្រាប់តែបែកកង់រេពេញទៅផ្លូវស្ទើរតែក្រឡាប់ធ្លាក់ស្នាមភ្លោះចូលព្រៃចំការស្វាយចន្ទីទៅហើយប៉ុន្តែដោយសារតែបងទៅកង់ឡានគាត់គ្រប់គ្រងស្ថានភាពបានដូច្នេះហើយពួកគាត់មិនមានបញ្ហាអ្វីកើតឡើងនោះទេអ្នកនៅក្នុងឡានទាំងអស់មានអារម្មណ៍ភិតភ័យយ៉ាងខ្លាំងជាពិសេសនោះគឺបងសុគ្រោះដោយសារតែគាត់បានធ្វើរឿងមិនគប្បីនៅខ្ទមអ្នកតានោះទម្រាំដែលគាត់ដូរកង់ឡានរួចម៉ោងជិត3រសៀលទៅហើយតែកង់ឡានគាត់មិនហ៊ានបើកលឿនទៀតនោះទេពីព្រោះ
តាំងពីចេញពីព្រៃកៅស៊ូនៅខេត្តត្បូងឃ្មុំនោះមកគាត់តែងតែមានបញ្ហារហូតនៅពេលដែលគាត់ចូលដល់ទឹកដីខេត្តរតនគិរីគាត់បានតាក់ទងទៅឡានមួយទៀតដែលបើកមកមុនគាត់នោះហើយឡាននោះមិនដឹងតល់តែសោះថាគាត់បានជួបរឿងអ្វីខ្លះនោះនៅពេលដែលគាត់ចាប់ហ្វ្រាំងអស់ជាង30-40ម៉ែត្រនោះក៏ឡានខាងមុខមិនបានដឹងនៅពេលដែលឡានគាត់បែកកង់ស្ទើរតែធ្លាក់ទៅក្នុងស្នាមភ្លោះនោះក៏ឡានខាងមុខមិនដឹងដែរនៅពេលដែលដល់ខេត្តហើយនៅតែតាក់ទងគាត់មិនចូលទៀតគ្រប់គ្នាមានក្តីបារម្ភជាខ្លាំងដោយសារតែទូរស័ព្ទអ្នកនៅក្នុងឡាននោះទាំងអស់គ្មានទូរស័ព្ទណាមួយដែលពួកគាត់អាចទំនាក់ទំនងបាននោះទេពួកគាត់ក៏បើកឡានតាមរកមើលក្រែងលោឃើញឡានរបស់គ្នាគាត់នៅតាមហាងបាយឬនៅតាមផ្ទះសំណាក់នៅក្នុងខេត្តរតនគិរីនោះប៉ុន្តែពួកគាត់តាមរកមិនឃើញទាល់តែសោះដោយកើតក្តីបារម្ភជាខ្លាំងពួកគាត់ក៏សម្រេចចិត្តថាជិះឡានចេញពីខេត្តរតនគិរីដើម្បីតាមរកឡានមិត្តភ័ក្តិរបស់គាត់ក្រែងលោពួកគាត់ជិះហួសខេត្តទៅវង្វេងផ្លូវនៅពេលដែលគាត់ចេញពីទីរួមខេត្តម៉ោងជិត8ទៅហើយពួកគាត់បានធ្វើដំណើរពីទីរួមខេត្តរតនគិរីមក1ម៉ោងជាងទៅហើយនៅតែរកឡានមិត្តភ័ក្តិរបស់គាត់មិនឃើញទៀតពួកគាត់កាន់តែមានក្តីបារម្ភជាខ្លាំងម្នាក់មុខស្លេកអស់ទៅហើយជាពិសេសគឺបងសុករស់ដំបូងបើសិនជាគាត់បានប្រាប់រឿងរ៉ាវដែលគាត់បានជួបនៅព្រៃកៅស៊ូនោះប្រាប់ទៅកាន់មិត្តភ័ក្តិឬទៅកង់ឡានម្លេះវាគ្មានរឿងរ៉ាវអញ្ចឹងកើតឡើងនោះទេនៅពេលដែលជិះបានជិត2ម៉ោងទើបគាត់សម្រេចចិត្តថានិយាយរឿងនេះប្រាប់ទៅមិត្តភ័ក្តិរួមទាំងបងទៅកង់ឡាននៅពេលដែលពួកគាត់បានដឹងរឿងហើយពួកគាត់មិនហ៊ានបើកឡានបន្តដំណើរទៅមុខទៀតទេពីព្រោះពេលថ្ងៃមានរឿងរ៉ាវយ៉ាងនេះទៅហើយតម្រង់តែពេលយប់ទៀតមិនដឹងជាមានបញ្ហាអីកើតឡើងទៀតនោះទេអ្នកនៅក្នុងឡានខឹងសម្បាទៅកាន់បងសុករស់ជាខ្លាំងនៅពេលនោះពួកគាត់ក៏សម្រេចចិត្តថាឈប់បន្តដំណើរទៅតាមផ្លូវជាតិពួកគាត់ក៏សម្រេចចិត្តបត់ទៅតាមផ្លូវលំដើម្បីសុំផ្ទះអ្នកស្រុកសម្រាប់មួយយប់សិនឯផ្លូវដែលគាត់បត់ចូលនោះអ្នកស្រុកហៅថាច្រកលងខុងដែលហួសពីខេត្តឆ្ងាយយកទៅមែនទែនពួកគាត់បត់ចូលច្រកលងខុងនោះគាត់ជិះផុតអមួយឡើងទៅអមួយទៀតទាំងលំបាកវេទនានៅពេលដែលគាត់ជិះឆ្លងអទី3គាត់បានឃើញផ្ទះអ្នកស្រុកដែលពួកគាត់គឺជាជនជាតិដើមភាគតិចចារាយពួកគាត់ក៏សម្រេចចិត្តថាសូមផ្ទះអ្នកស្រុកជនជាតិដើមភាគតិចនោះសម្រាប់មួយយប់សិននៅពេលដែលគាត់ចូលទៅដល់ក្នុងផ្ទះរបស់ជនជាតិដើមភាគតិចនោះពួកគាត់ហាក់ដូចជាមានអារម្មណ៍ចម្លែកមិនដឹងទេព្រោះថាអ្នកស្រុកទាំងនេះគ្មាននរណាម្នាក់និយាយរកគាត់ទាល់តែសោះម្នាក់ហាក់ដូចជាមិនពេញចិត្តឲ្យពួកគាត់សម្រាកទាល់តែសោះប៉ុន្តែពួកគាត់ចេះតែទ្រាំសិនទៅបើទៅមុខទៀតក៏មិនដឹងជាទៅដល់ណាដែរមិនដឹងថាមានផ្ទះអ្នកភូមិឬក៏អត់ពួកគាត់ក៏ទ្រាំសម្រាកនៅទីនោះមួយយប់សិនទៅមិត្តភ័ក្តិរបស់គាត់ប៉ុន្មានអ្នករួមទាំងតែកង់ឡានបានចូលសម្រាកលងលក់អស់មុនទៅដោយសារតែពួកគាត់ធ្វើដំណើរមកឆ្ងាយគឺល្វើយខ្លាំងណាស់ចម្លែកអីតែបងពុទ្ធថាគាត់មិនហ៊ានចូលសម្រាកតទៅសោះដោយសារតែគាត់បានចាប់អារម្មណ៍ទៅលើបងសុករស់ហាក់ដូចជាចម្លែកខុសពីមិត្តភ័ក្តិដទៃទៀតនៅពេលនោះគាត់បានសួរនាំបងសុករស់ក៏ដាច់ចិត្តទម្លាយការពិតដែលគាត់បានជួបនៅតាមផ្លូវរហូតដល់ផ្ទះអ្នកស្រុកនេះប្រាប់ទៅកាន់បងពុទ្ធថាតាំងពីរឿងរ៉ាវដែលតែកង់ឡានបានជន់ហ្វ្រាំងនិងកន្លែងដែលបែកកង់ឡាននោះបងសុករស់គាត់បានប្រាប់ថា
នៅពេលដែលបងទៅកង់ឡានក៏ជាន់ហ្វ្រាំងនោះគាត់បានឃើញនារីម្នាក់ជិះម៉ូតូកាត់មុខដូចជាបងទៅកង់ឡានឃើញដែរខុសគ្នាត្រង់ថាបងទៅកង់ឡានគាត់ឃើញមនុស្សប៉ុន្តែអ្វីដែលបងសុករស់ឃើញគឺមិនមែនជាមនុស្សនោះទេបន្ទាប់មកទៀតដល់ត្រង់កន្លែងបែកកង់ឡានបងសុករស់ក៏បានឃើញនារីម្នាក់នោះម្ដងទៀតបន្ទាប់ពីគាត់ឃើញហើយនារីម្នាក់នោះបានសម្លក់មកកាន់គាត់នៅពេលនោះបងសុករស់ក៏តាមសម្លឹងនារីម្នាក់នោះរហូតដាច់កន្ទុយភ្នែកនៅពេលដែលបងសុករស់ងាកមកមុខវិញនោះកង់ឡានក៏ស្រាប់តែបែកតែម្ដងចំណែកឯម្ដងក្នុងភូមិនារីម្នាក់ដែលបងវុធាបានសុំផ្ទះសម្រាប់នោះគឺជានារីម្នាក់ដែលបងសុករស់បានជួបតាមផ្លូវចំនួន2ដងនោះតាំងពីមុខមាត់តាំងពីសក់ក្បាលរួមទាំងសម្លៀកបំពាក់គឺគ្មានខុសគ្នាអីបន្តិចទេនៅពេលនោះបងសុករស់ក៏មានបំណងចង់ប្រាប់បងវុធាដែរប៉ុន្តែនារីម្នាក់នោះសម្លក់ស្ទើរតែលៀនក្របភ្នែកធ្វើឲ្យគាត់ហាមាត់មិនរួចទាល់តែសោះនៅពេលដែលបងវុធាបានដឹងរឿងនេះហើយបងវុធាហាក់មានអារម្មណ៍មិននឹងណទាល់តែសោះបនដូនបនតាអស់ទៅហើយរយៈពេលមួយយប់ពួកគាត់ទាំងពីរនាក់ស្ទើរតែមិនបានដេកទាល់តែសោះពួកគាត់តែងឮសំឡេងអ្វីប្លែកៗជាពិសេសសំឡេងសម្រាប់ជើងរបស់មនុស្សដើរមកកាន់កន្លែងគាត់ទាំងពីរនាក់នៅពេលដែលគាត់បានបើកភ្នែកគាត់មិនបានឃើញអ្វីទាល់តែសោះជួនកាលទៅគាត់បានឮសំឡេងសើចដែលសំឡេងសើចនោះគឺជាសំឡេងដែលសើចនៅក្នុងព្រៃចំការកៅស៊ូនោះលុះដល់យប់រៀងជ្រៅបន្តិចពួកគាត់ទប់ទល់នឹងការអត់ងុយមិនឈ្នះនោះទេពួកគាត់ក៏បានលងលក់ទៅនៅពេលដែលពួកគាត់ភ្ញាក់ឡើងរឿងនឹកស្មានមិនដល់ក៏បានកើតឡើងដោយពួកគាត់បានដេកនៅក្នុងព្រៃខ្មោចជនជាតិដើមភាគតិចសោះចំណែកអាឡានរបស់គាត់ក៏នៅក្នុងព្រៃខ្មោចនោះដែរធ្វើឲ្យពួកគាត់ម្នាក់យំអោបគ្នាត្រហឹងពេញតែព្រៃទៅហើយដោយបងវុធាគាត់មានអារម្មណ៍នឹងនៅជាងគេគាត់មិនមានបញ្ហាអ្វីនោះទេនៅពេលនោះពួកគាត់បានសម្រួលអារម្មណ៍មកវិញហើយពួកគាត់ក៏រកមធ្យោបាយដើម្បីចេញពីព្រៃនោះវិញគាត់ឆ្ងល់ថាហេតុអ្វីក៏បើកចូលស្រួលម្ល៉េះបើព្រៃស្អីស្កះយ៉ាងនេះដើមឈើធំក៏សម្បូរព្រៃក៏ស្ដុកទៅទៀតហេតុអ្វីបានជាបើកឡានចូលមកដល់ព្រៃខ្មោចនេះបានពួកគាត់ស្ទើរតែបើកឡានចេញពីក្នុងនោះមិនរួចទៅហើយពីព្រោះព្រៃស្ដុកខ្លាំងណាស់ម្យ៉ាងទៀតខ្ទមដែលគេកប់ខ្មោចនោះក៏ច្រើនណាស់ដែរងាកទៅណាក៏ឃើញខ្ទមខ្មោចរបស់អ្នកស្រុកជនជាតិដើមភាគតិចដែរទម្រាំតែពួកគាត់បានចេញពីព្រៃនោះផុតឡានស្ទើរតែឆ្កូតខ្ទេចអស់ទៅហើយនៅពេលដែលគាត់ចេញផុតពួកគាត់មិនដឹងជាទិសតំបន់អីទៅណាទេដោយសារតែបើកឡានមកពេលយប់ហើយបើកមកទៀតនេះគឺបើកដោយការវង្វេងទៀតផងទៅវិញក៏មិនដឹងទៅតាមណាដែរសំណាងដែរនៅពេលនោះមានគេធ្វើដំណើរឆ្លងកាត់ទីនោះពួកគាត់ក៏បានចេញពីទីនោះផុតទៅនៅពេលដែលពួកគាត់ទៅដល់ទីក្រុងខេត្តរតនគិរីនោះទើបពួកគាត់បានជួបជុំមិត្តភ័ក្តិរបស់គាត់មួយឡានទៀតដោយការនោះមិត្តភ័ក្តិរបស់គាត់មួយឡានទៀតចេះតែឆ្ងល់ហេតុអ្វីបានជាឡានរបស់ក្រុមបងវុធាបើកឆ្វែចុះឆ្វែឡើងបន្ទាប់មកទៀតបើកចេញពីខេត្តប្រយអញ្ចឹងក្រុមឡានរបស់ពួកគាត់បើកតាមតែបើកតាមមិនទាន់សោះឯទូរស័ព្ទក៏តាក់ទងមកក្រុមបងវុធាមិនចូលនោះដែរនៅពេលដែលដល់ច្រកលងខងនោះពួកគាត់ក៏មិនហ៊ានតាមទៀតដែរដោយសារតែពួកគាត់ជិះមិនទាន់មិនដឹងថាក្រុមបងវុធាគាត់បត់ចូលឬក៏ពួកគាត់ហួសទៅមុខទៀតនៅពេលនោះក្រុមឡានរបស់ពួកគាត់បានត្រឡប់មកវិញបងវុធាបានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងមកកាន់មិត្តភ័ក្តិរបស់គាត់មួយក្រុមទៀតនៅពេលនោះមិត្តភ័ក្តិរបស់គាត់រួមទាំងគាត់មិនចាំបាច់នៅវិស្មការស្អីទេពួកគាត់ក៏សម្រេចឡើងមកស្រុកវិញភ្លាមតែម្ដង
រឿងរ៉ាវរបស់បងបុត្រាខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះខ្ញុំបាទសូមអរគុណសូមជម្រាបលា